ក្រោយពីមានការបះបោររបស់ពួកចាមជ្វាអ្នកគាំទ្រពញាច័ន្ទបន្តិចមកព្រះបរមរាជាអង្គសូរនៅឆ្នាំ1659ដល់ឆ្នាំ1672បានត្រូវបុត្រប្រសាររបស់ព្រះអង្គនាមស្រីជ័យចេតធ្វើគុតនៅក្នុងឆ្នាំ1672ប៉ុន្តែស្ដេចអង្គនេះក៏ត្រូវបានមហាសីខ្លួនធ្វើឃាតបន្តទៀតនៅក្នុងឆ្នាំ1673បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនដែលនិយមតាមស្ដាប់នៅការផ្សាយនីតិប្រវត្តិសាស្ត្រនៅថ្ងៃនេះខ្ញុំបាទនឹងលើកយកនៅរឿងរ៉ាវប្រវត្តិសាស្ត្រមួយទៀតមកជម្រាបជូនដល់ពុកម៉ែបងប្អូននោះគឺវិបត្តិដណ្ដើមរាជសម្បត្តិក្នុងសតវត្សទី17មកជម្រាបជូនដល់ពុកម៉ែបងប្អូនបាទដូច្នេះសូមពុកម៉ែបងប្អូនរីករាយស្ដាប់ជាមួយខ្ញុំបាទដូចតទៅក្នុងរយៈពេលជាង1ទសវត្សរ៍ព្រះញាតិវង្សឆ្លួតដណ្ដើមរាជសម្បត្តិគ្នាមិនឈប់ឈរឡើយដើម្បីឈ្នះនិងសម្លាប់គូប្រជែងព្រះអង្គម្ចាស់មួយអង្គទៅពឹងយួនឯមួយអង្គទៀតទៅពឹងសៀមក្នុងចម្បាំងសម្លាប់បងប្អូនឯងកាលនោះព្រះរាជវង្សលែងគិតគូរដល់បេសកកម្មរបស់ខ្លួនហើយក្រោយពីមានការបះបោររបស់ពួកចាមជ្វាអ្នកគាំទ្រពញាច័ន្ទបន្តិចមកព្រះបរមរាជាអង្គសូរនៅឆ្នាំ1659ដល់ឆ្នាំ1672បានត្រូវបុត្រប្រសាររបស់ព្រះអង្គនាមស្រីជ័យចេតធ្វើគុតនៅក្នុងឆ្នាំ1672ប៉ុន្តែស្ដេចអង្គនេះក៏ត្រូវបានមហាសីខ្លួនធ្វើឃាតបន្តទៀតនៅក្នុងឆ្នាំ1673បុត្រារបស់ព្រះអង្គព្រះបរមរាជាអង្គសូរនាមកែវស្វាអង្គជីឡើងសោយរាជ្យនៅក្នុងឆ្នាំ1673ដល់ឆ្នាំ1675ហើយត្រូវប្រយុទ្ធនឹងទ័ពខ្មែរយួនដែលមានយួន10000នាក់ជាជំនួយដល់អង្គនុនជីដូនមួយរបស់ព្រះអង្គក្នុងចម្បាំងចុងក្រោយអង្គជីទ្រង់ប្រឈួនហើយសង្កត់នៅក្នុងឆ្នាំ1675ព្រះអនុជនាមអង្គសូរដែលត្រូវជាចៅពញាសូរឡើងស្នងរាជបន្តរួចធ្វើឲ្យតកខ្មែរយួនបរាជ័យហើយអង្គនុនត្រូវភៀសខ្លួនទៅស្រុកយួនម្ដងទៀត ព
ព្រះអង្គសូរជាអនាគតព្រះស្រីចេដ្ឋាឬជ័យចេដ្ឋាទី 3 ព្រះរាជាអង្គនេះដាក់រាជ 5 លើកលើកទី 1 ដើម្បីថ្វាយទៅព្រះមេត្តា3 ខែគឺគ្រិស្តសករាជ 1688 ពេលទ្រង់មានជំងឺលើកទី 2 ដើម្បីថ្វាយទៅក្មួយនាមព្រះឧទ័យរាជា នៅក្នុងឆ្នាំ 1695 ដែលទ្រង់សុគតក្រោយនោះបន្តិចលើកទី 3 ដើម្បីថ្វាយទៅបុត្រប្រសានាមអង្គអឹមនៅក្នុងឆ្នាំ 1699 ដល់ឆ្នាំ 1700 ដែលគ្មានសមត្ថភាពលើកទី 4 ដើម្បីថ្វាយទៅព្រះរាជបុត្រនាមធម្មរាជា នៅក្នុងឆ្នាំ 1702 ដល់ឆ្នាំ 1703 ដែលនៅក្មេងពុំអាចទប់ទល់នឹងយួនបានហើយនៅលើកទី 5 ដើម្បីថ្វាយទៅព្រះរាជបុត្រដដែលនោះទៀតគឺនៅក្នុងឆ្នាំ 1706 ដល់ឆ្នាំ 1709 រួចទើបព្រះអង្គយាងទៅសាងភ្នោះបាទអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត